អភិបាលខេត្តកំពង់ធំចុះត្រួតពិនិត្យតំបន់ព្រៃឡង់និងទប់ស្កាត់ការទន្ទ្រានកាប់ព្រៃឈើឯកឧត្តមនួនផារតអភិបាលខេត្តកំពង់ធំនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានដឹកនាំក្រុមការងារចុះត្រួតពិនិត្យភូមិសាស្ត្រដែនជម្រកសត្វព្រៃព្រៃឡង់ស្ថិតក្នុងឃុំសុចិត្តស្រុកសណ្ដានខេត្តកំពង់ធំជាប់ព្រំប្រទល់ស្រុកសំអូខេត្តក្រចេះដើម្បីពិនិត្យស្ថានភាពបទល្មើសកាប់ទន្ទ្រានព្រៃឈើនិងពង្រឹងវិធានការការពារធនធានធម្មជាតិការចុះត្រួតពិនិត្យនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី10ខែឧសភាឆ្នាំ2026ដោយមានការចូលរួមពីកងកម្លាំងប្រដាប់អាវុធទាំង3ប្រភេទមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទប្រធានមន្ទីរបរិស្ថានអាជ្ញាធរមូលដ្ឋាននិងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបក្រុមការងារបានចុះពិនិត្យទីតាំងព្រៃឡង់មួយកន្លែងនៅតំបន់អូកង់ដែលត្រូវបានជន់ល្មើសលួចកាប់ទន្ទ្រានក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីកន្លងទៅមានទំហំប្រមាណពី5ទៅ6ហិកតាក្នុងឱកាសនោះឯកឧត្តមនួនផារតបានសម្ដែងការសោកស្ដាយយ៉ាងខ្លាំងចំពោះការបាត់បង់ព្រៃឈើនៅតំបន់ព្រៃឡង់និងបានដាក់បទបញ្ជាឲ្យមន្ទីរបរិស្ថានខេត្តរៀបចំនីតិវិធីដកហូតដីដែលត្រូវបានកាប់ទន្ទ្រានយកមកធ្វើជាសម្បត្តិរដ្ឋវិញជាបន្ទាន់ទន្ទឹមនឹងនេះឯកឧត្តមក៏បានបញ្ជាឲ្យកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីស្រាវជ្រាវរកមុខសញ្ញាជនប្រព្រឹត្តនិងអ្នកពាក់ព័ន្ធនៅពីក្រោយខ្នងយកមកផ្ដន្ទាទោសតាមច្បាប់ឲ្យបានម៉ឺងម៉ាត់បំផុតអភិបាលខេត្តកំពង់ធំបានថ្លែងបន្តថារដ្ឋបាលខេត្តនឹងផ្ដល់រង្វាន់លើកទឹកចិត្តដល់ប្រជាពលរដ្ឋឬបុគ្គលណាដែលផ្ដល់ព័ត៌មានពាក់ព័ន្ធនឹងសកម្មភាពកាប់ទន្ទ្រានព្រៃឈើនិងមុខសញ្ញាជនល្មើសដើម្បីឲ្យសមត្ថកិច្ចអាចឈានទៅចាប់ខ្លួននិងអនុវត្តតាមផ្លូវច្បាប់បានទាន់ពេលវេលាជាមួយគ្នានេះឯកឧត្តមនួនផារតក៏បានដាក់បទបញ្ជាឲ្យកងកម្លាំងទាំង3ប្រភេទមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទមន្ទីរបរិស្ថានអាជ្ញាធរមូលដ្ឋាននិងស្ថាប័នពាក់ព័ន្ធបន្តសហការគ្នាកែសម្រួលនិងពង្រឹងកម្លាំងចម្រុះប្រចាំការនៅទីបញ្ជាការស្រាលក្នុងភូមិសាស្ត្រឃុំសុចិត្តស្រុកសណ្ដានដើម្បីបង្កើនការគ្រប់គ្រងនិងល្បាតឃ្លាំមើលជាប្រចាំទប់ស្កាត់ការកាប់ទន្ទ្រានព្រៃឈើជាថ្មីនិងចាប់ខ្លួនជនល្មើសបញ្ជូនទៅតុលាការដោយគ្មានការលើកលែងឧត្តមសេនីយ៍តូសោមសុនមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំនិងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំបានមានប្រសាសន៍ថាលោកបដិញ្ញាចិត្តអនុវត្តយ៉ាងម៉ឺងម៉ាត់តាមបទបញ្ជារបស់អភិបាលខេត្តនិងបន្តសហការជាមួយស្ថាប័នជំនាញនិងកងកម្លាំងប្រដាប់អាវុធទាំងនៃប្រភេទក្នុងការការពារនិងថែរក្សាធនធានធម្មជាតិឲ្យបានគង់វង្សសម្រាប់ទុកជាមរតកដល់កូនចៅជំនាន់ក្រោយតំណាងសហគមន៍ព្រៃឡង់ក្នុងខេត្តកំពង់ធំបានលើកឡើងថាព្រៃឡង់មិនមែនគ្រាន់តែជាតំបន់ព្រៃធម្មជាតិសម្រាប់ទស្សនានោះទេប៉ុន្តែជាប្រភពជីវិតនិងជាឆ្នាំងបាយរបស់ប្រជាសហគមន៍ដែលរស់នៅអាស្រ័យផលដោយផ្ទាល់ប្រជាពលរដ្ឋទទួលបានចំណូលពីការដងជ័រទឹកការរកទឹកឃ្មុំនិងការប្រមូលអនុផលព្រៃឈើផ្សេងៗដែលជួយទ្រទ្រង់ជីវភាពនិងការអប់រំរបស់កូនចៅលើសពីតម្លៃសេដ្ឋកិច្ចព្រៃឡង់ក៏ត្រូវបានចាត់ទុកជាមរតកវប្បធម៌និងជំនឿរបស់ជនជាតិដើមភាគតិចគួយដែលបានរស់នៅនិងថែរក្សាព្រៃនេះតាំងពីបុរាណកាលមកសហគមន៍បានអំពាវនាវឲ្យគ្រប់ភាគីពាក់ព័ន្ធរួមគ្នាការពារព្រៃឡង់ដើម្បីធានាប្រភពទឹកសន្តិសុខស្បៀងនិងជីវភាពរស់នៅប្រកបដោយនិរន្តរភាពសម្រាប់កូនចៅជំនាន់ក្រោយគួរបញ្ជាក់ថាព្រៃឡង់គឺជាព្រៃទឹកភ្លៀងតំបន់ទំនាបដ៏ធំជាងគេនៅតំបន់ឥណ្ឌូចិនដែលលាតសន្ធឹងលើខេត្តចំនួន4រួមមានកំពង់ធំព្រះវិហារក្រចេះនិងស្ទឹងត្រែងតំបន់នេះមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ការអភិរក្សជីវៈចម្រុះការរក្សាតុល្យភាពអេកូឡូស៊ីនិងជាប្រភពទឹកដ៏សំខាន់សម្រាប់វិស័យកសិកម្មនិងការរស់នៅរបស់ប្រជាជនរាប់លាននាក់នៅតំបន់ទន្លេមេគង្គនិងបឹងទន្លេសាប